អូខេសួស្តីគ្នាយើងតគ្នាសម្រាប់វីដេអូថ្ងៃនេះខ្ញុំធ្វើនៅបន្ទប់ដោយសារតែថ្ងៃនេះថ្ងៃ7មករាហើយខ្ញុំអត់បានទៅណាហើយក៏អត់ធ្វើអីដែរ activity អីក៏ខ្ញុំអត់បានធ្វើដែរប៉ុន្តែខ្ញុំសម្រេចចិត្តថាក្នុងរយៈពេលពេញមួយថ្ងៃនេះខ្ញុំអានសៀវភៅដោយសារតែមកព្រឹកវិញខ្ញុំបានអានសៀវភៅមួយក្បាលហើយខ្ញុំទៅ unboxing ដែរហើយសៀវភៅមួយក្បាលហ្នឹងខ្ញុំទៅតែទិញនៅក្នុងចុងឆ្នាំ2025នៅពីពោសៀវភៅគ្នាយើងដឹងហើយ ដូចជានៅម្ដុំកោះពេជ្រណាខ្ញុំអត់ចាំឈ្មោះអាគារទេប៉ុន្តែខ្ញុំចាំថានៅម្ដុំកោះពេជ្រខ្ញុំបានទៅទិញសៀវភៅមួយហើយខ្ញុំចាប់អារម្មណ៍សៀវភៅហ្នឹងមែនតើthe first impression របស់ខ្ញុំណាជាទូទៅសៀវភៅដែលខ្ញុំទិញពីច្រើនគឺប្រមខាងក្រោយឬក៏ cover របស់វាហ្នឹងគឺមើលទៅ clean មើលទៅស្អាតហ្នឹងអាហ្នឹងខ្ញុំចាប់អារម្មណ៍ហ្នឹងប៉ុន្តែ mostly ទៅសៀវភៅដែលខ្ញុំអានកន្លងមកប្រមស្អាតប៉ុន្តែអត្ថន័យអត់ល្អទេអាចនឹងអត្ថន័យខ្លះរៀង blur បន្តិចសម្រាប់យុវជនអត្ថន័យខ្លះអានទៅយើងរៀងដូចជាគេហៅថាប្រែសម្រួលណាមិនមែនជាសៀវភៅស្នាដៃសរសេរដោយជនជាតិខ្មែរឬក៏កូនខ្មែរអីចឹងទៅពិបាកនៅក្នុងការអានមែនទែនខ្ញុំទទួលស្គាល់ថាសៀវភៅដែលប្រែសម្រួលពីភាសាបរទេសមកគឺពិបាកនៅក្នុងការឲ្យយុវជនយើងអានហើយយល់មែនទែនប៉ុន្តែខ្ញុំថ្ងៃនេះខ្ញុំចម្លែកចិត្តដោយសារតែខ្ញុំទៅ unboxing សៀវភៅមួយក្បាលសៀវភៅមួយក្បាលនេះគឺតាក់ទងទៅនឹងចក្ខុវិស័យរបស់គួចមីនលីខ្ញុំមិនដឹងថាបងប្អូនទាំងអស់គ្នា fan របស់លោកគួចមីនលីអត់ទេប៉ុន្តែពីខ្ញុំជាយុវជនម្នាក់ដែលអាចនឹងមានការគិតស៊ីជម្រៅបានខ្ញុំស្ដាប់គាត់មានអ្នកដំបូង first impression របស់ខ្ញុំស្ដាប់តាមរយៈ YouTube ឬក៏តាមទិញអានប៉ុន្តែខ្ញុំមិនដែលអានសៀវភៅរបស់លោកពីមុនមកទេប៉ុន្តែថ្ងៃនេះខ្ញុំអាច unboxing សៀវភៅដោយសារតែនៅក្នុងឆ្នាំ2025ខ្ញុំបានទិញប៉ុន្តែខ្ញុំអត់ទាន់បាន unboxing ទេអញ្ចឹងសៀវភៅនេះហើយខ្ញុំបាន unboxing មើលហើយខ្ញុំមើលរហូតទៅដល់ទំព័រលេខ13ហើយមាតិកាលេខ13គឺជាមាតិកាដែលខ្ញុំបានអានហើយខ្ញុំចាប់អារម្មណ៍មែនទែនសួរហេតុអីបានខ្ញុំចាប់អារម្មណ៍ទៅលើមាតិកាទី13ហ្នឹងដោយសារនៅក្នុងមាតិកាទី13គឺជាមាតិកាមួយដែលនិយាយអំពីបើយើងជោគជ័យលើខ្លួនឯងនិងអ្វីៗផ្សេងៗក៏យើងជោគជ័យដែរខ្ញុំទទួលស្គាល់ណានៅចំណុចនេះតែពិតវាមាន point ជាច្រើនប៉ុន្តែខ្ញុំចង់អឺសង្កត់ធ្ងន់ថាប្រសិនបើយើងជោគជ័យលើខ្លួនឯងណាគ្នាយើងទាំងអស់គ្នាក៏អាចនឹងជោគជ័យទៅលើអ្វីផ្សេងៗដែរក្នុងអត្ថន័យនេះលោកបានបញ្ជាក់យ៉ាងច្បាស់ថាប្រសិនបើយើងបដូរទម្លាប់នៅក្នុងការរស់នៅបើសិនជាយើងបដូរទម្លាប់នៅក្នុងការគិតជាទូទៅទម្លាប់ទាំងអស់ខ្ញុំជឿថាវាកើតចេញពីយើងដំបូងឡើយយើងចង់បានផលបែបណាលុះត្រាតែអាឫសគល់របស់យើងនឹងចាក់ឲ្យបានរឹងមាំអញ្ចឹងប្រសិនបើយើងចង់បានសមិទ្ធផលល្អសម្រាប់ខ្លួនឯងនៅថ្ងៃអនាគតណាខ្ញុំគិតថាយុវជនយើងទាំងអស់គ្នាគឺផ្លាស់ប្ដូរនៅក្នុងទម្លាប់នៅក្នុងការច្នៃខ្លួនឯងឬក៏កែប្រែនៅផ្នត់គំនិតរបស់ខ្លួនឯងនឹងហើយទើបយើងអាចទទួលនូវសមិទ្ធផលហើយយើងអាចទទួលបានអ្វីដែលយើងចង់ឲ្យវាជោគជ័យនៅពេលអនាគតខ្ញុំមានតែប៉ុណ្្នឹងឯងសម្រាប់នៅក្នុងវីដេអូនេះប៉ុន្តែចាំមើលខ្ញុំអានចប់សិនណាខ្ញុំអានចប់ខ្ញុំនឹងសង្ខេបអំពីអត្ថន័យនៃសៀវភៅរបស់លោកគួចមីលីឲ្យគ្នាយើងទាំងអស់គ្នាបានដឹងអំពីចក្ខុវិស័យរបស់គាត់ហើយខ្ញុំនឹងសរុបទាំងអស់នៅពីអត្ថន័យដែលខ្ញុំបានយល់ហើយខ្ញុំគិតថាសៀវភៅនេះគ្នាយើងគួរតែបន្ថែមនៅអត្ថន័យយ៉ាងម៉េចតែប៉ុន្តែមានចំណុចជាច្រើនគ្រាន់តែផ្ដើមមកផ្ដើមក្បាលសៀវភៅគ្នាយើងនឹងឃើញអំពីលក្ខណៈពិសេសមួយដែលអត្ថបទនោះនិយាយអំពីចេះអ្វីក៏ដោយឲ្យចែកឲ្យគេឲ្យមានថាចេះអីក៏ដោយត្រូវចេះចែករំលែកមានន័យថាជាខ្លឹមសារមួយដែលខ្ញុំចង់ចែករំលែកទៅកាន់អ្នកទាំងនេះបើចេះតែឯកាខ្លាំងណាស់មានន័យថាវាត្រូវជាមួយនឹងអ្វីដែលខ្ញុំធ្លាប់គិតកន្លងមកណាខ្ញុំគិតថាប្រសិនបើខ្ញុំចេះតែខ្លួនឯងហើយខ្ញុំអត់បានចែករំលែកទៅកាន់យុវជនគ្នាយើងវាហាក់បីដូចជាខ្ញុំកប់នៅសមត្ថភាពនិងអ្វីដែលខ្ញុំបានសិក្សារៀនសូត្រអ្វីដែលខ្ញុំបានរៀនអំពីមជ្ឈដ្ឋានសង្គមហើយអត់បានចែកទៅកាន់យុវជននេះហើយប្រៀបដូចជាអ្វីដែលខ្ញុំចេះហើយខ្ញុំកប់ទុកអត់មានន័យសម្រាប់យុវជនឬក៏សម្រាប់សង្គមជាតិរបស់ខ្ញុំ
nhưng tin thà ắt miên này gì nhung có ắt không an nhung có ắt không xoay vô lòng tình pi lại cái nào pi xe tầng ở hiện tại chẳng á đứng nước nông video ngày ní show miên tập ban ai bàn tay xung xung bắt đam tha che ở vây cả đôi ở che chạy kịp ho nhé che ai cả đôi thử đâm tha song công dương thời ca dương sầm khánh đưa có tới ca ở vây đây chia sầm khánh thì dương đưa cái dương miên sạc là pol là vây đâm vây chạy trốn tại căn dùng ở chân có được chia sầm công chia từ bao dương tầng một show miên tập ban ai ok bye bye đó complete đó trong an là đi chót trong nên chạy trong đây tại căn này tập lý pi sập hơi mình phòng này ở con bye bye